Sao thếថ្ងៃនេះចង់បង្ហាញមួយតកតងជាមួយនឹងការថ្លឹងប៉ែជាមួយនឹង pieces ជាមួយ Ronin ណាអានេះគឺ Ronin RS2 ហើយដោយអ្នកគ្នាគង់ឃើញអានេះគេហៅថា Ravenite អានេះគឺសម្រាប់យើងអាចធ្វើការ tracking ជាមួយនឹង system របស់ Ronin បានណាចា៎នេះវាមានខ្សែមួយដែលយើងអាចធ្វើការ connect ទៅកាន់ជាមួយនឹង Ronin ហើយវាមាន HDMI នេះគឺមានន័យថាទទួល input source ពីកាមេរ៉ារបស់យើងអញ្ចឹងអានេះយើងប្រើតាមរយៈ port គេហៅ adapter Type C មក HDMI ហើយយើងហត់ខ្សែ HDMI មកទៅខ្សែមកចូលមកក្នុង Ravenite អានេះយើងអាចធ្វើការ tracking បាននេះករណីយើងថតខ្លួនឯងអញ្ចឹងណាមានអ្នក operator អញ្ចឹងហ្នឹងហើយអានេះងាយស្រួលឥឡូវ finally គឺខ្ញុំអាចធ្វើការប្រើប្រាស់បានហើយថ្លឹងបានហើយជាមួយនឹង pieces អ្នកខ្លះក៏តែថាងតតែមាន RS3 Pro បានអាចធ្វើការចាប់ជាមួយនឹង pieces running កាលនឹងបានអញ្ចឹងណាហើយអ្វីដែលខ្ញុំព្យាយាមស្វែងរក solution ដើម្បីធ្វើវាហើយប្រើវាបានខ្ញុំនេះជាមួយនឹង adapter ក្រុម adapter នឹងដូចជា brand របស់ Delta ដែរហ្នឹងហើយហើយនេះ adapter ប្រកបទូចទេហ្នឹងហើយដោយសារ adapter នេះវាពិសេសមិនដោយសារខ្ញុំវាអាចធ្វើការ slide បានមែនទេយើងអាចទៅឆ្វេងទៅស្ដាំអញ្ចឹងណាព្រោះសារកាមេរ៉ានេះវាស៊ីបែរទៅខាងចាហៀងខាងនោះហ្នឹងហើយហើយយ៉ាឥឡូវយើងអាចប្រើបានហើយណាខ្ញុំអាចប្រវល់ខ្ញុំអាចអីធ្វើឲ្យបានទាំងអស់មកអែមនិយាយទៅហ្នឹងហើយគាត់ថានេះយើងអត់តាន់រៀបឲ្យវាស្អាតវាតែមិនខ្ញុំចង់ដឹងតែថាវា work បែបម៉េចសិនអញ្ចឹងណាតោះមកយើងព្យាយាមរក the way how we organize the cable ឲ្យវាស្អាតជាងនឹងអញ្ចឹងហ្នឹងហើយហើយនេះខ្ញុំប្រើជាមួយ lens Samyang 24mm 1.5ហ្នឹងហើយនេះយើងប្រើមាន follow focus មួយងាយស្រួលក្នុងការយើង control focus ពីចម្ងាយអញ្ចឹងណាអានេះបោះ Delta ដែរ3 version 2ចុងក្រោយហើយ power អានេះខ្ញុំប្រើខ្សែប្រភេទ 2 pin ខ្សែនេះទន់ល្អហ្នឹងហើយយើងចាប់ជាមួយនឹង V-mount នៅផ្ទៃខាងក្រោមនេះកូនថ្ម V-mount មួយហើយនេះគឺ monitor នេះយើងអាចងាយស្រួលក្នុងការមើលប្លង់ឧទាហរណ៍យើងចង់បែរវាទៅក្រោយវិញឬអីចឹងណាហ្នឹងហើយឧទាហរណ៍យើងចង់ rotate វានិយាយទៅស្រួលមែនតើជាមួយនឹងនេះប្រាប់ចាប់របស់វានេះនេះ brand វា Smoric ហ្នឹងហើយអូខេនេះគឺអស់ចាមែនតើប្រើបានហើយយ៉ាវារៀងធ្ងន់បើយើងនិយាយពីទម្ងន់វាគួរសមដែរហើយសម្រាប់អ្នកដែល operator នេះគាត់យល់គាត់ដឹងពីបញ្ហាហ្នឹងដែរអត់អាច complain បានទេតើតើមួយទម្ងន់ព្រោះដោយសារយើង mount ច្រើនអានេះបើខ្ញុំ recommend មួយទៀតប្រហែលជាយើងអាចប្រើចាប់ជា ring ហ្នឹងហើយ Delta ring មកវារៀង comfort ក្នុងការ operate តិចអានេះគឺកន្លែងដាក់ថ្មអញ្ចឹងខ្ញុំអត់ចង់ចាប់ថ្មនៅខាងក្នុងនេះទេព្រោះនៅពេលដែលយើងចាប់ថ្មនៅខាងក្នុងនេះវាទម្ងន់វាកាន់តែកើនទៀតអញ្ចឹងហ្នឹងហើយចាក់ស្ដែងអានេះវាអាចចូលល្បាក់ចិត្ត3គីឡូហើយគាត់ណា land ជាមួយនឹង tool body មួយ cage មួយអីចឹងណាហ្នឹងហើយបើសិនជាករណីយើងចង់ឲ្យវារៀងស្រាលយើងដោះ cage ទៅប៉ុន្តែគាត់ថានេះខ្ញុំខ្ជិលដោះខ្ញុំចង់ដឹងថាអូខេវាអាច work អត់បើសិនជាយើងប្រើជាមួយ cage ចឹងចាក់ស្ដែងចឹងណាហ្នឹងហើយមួយទៀតជាមួយនឹង lock កន្លែងនេះចឹងអ្នកនរគ្នាឆ្ងល់ថាចុះបើយើង lock កន្លែងនេះយក power ពីកន្លែងនេះមក run ជាមួយនឹង motor ហើយសួរថាយើងថ្មី record បានចឹងជំរឿសម្រាប់ PC នេះយើងមាន slot ជាប្រភេទ CF គេហៅ express card ណាប្រភេទ type B ពី slot នេះចឹងអ្នកនរគ្នាបើសិនជាករណីចង់ record លក្ខណៈតាម Ronin នេះចឹងឲ្យវា more portable setup ជាងហ្នឹងគឺចាក់ស្ដែងយើងប្រើជាមួយនេះទៅជាមួយនឹង memory CF express នេះពី slot នេះហ្នឹងហើយអញ្ចឹងអាហ្នឹងយើងគឺមើលទៅវាងាយស្រួលជាងមុនអញ្ចឹងណាបើសិនជាយើងចាប់ជាមួយនឹង SD តាមរយៈ port Type C នេះទៀតពីរៀងស្មុកស្មាញច្រើនជាងនឹងទៀតអញ្ចឹងហ្នឹងអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញឲ្យលោកហៀបប៉ុណ្ណេះហើយអញ្ចឹងតើតើជាមួយនឹងតើតើជាមួយនឹង Ronin RS2 អញ្ចឹងយើងអាច set up បានដែរណាលោកនេះហ្នឹងហើយអញ្ចឹងសម្រាប់អ្នកដែលគាត់មាន PC 6K Alman ក៏ដោយ EF man ក៏ដោយអាចសាកតេស្ត balance វាទៅហ្នឹងហើយអាចប្រើបានហ្នឹងហើយខ្ញុំ confirm
วันนี้ខ្ញុំតេស្តប្រើខ្លួនឯងខ្ញុំប្រើបានហើយអូខេចឹងវីដេអូនេះមានប៉ុណ្្នឹងឯងអ្នកនេះហើយមានជាសំណួរអីអាចសួរបន្ថែមបានសម្រាប់ការស្ដាប់មួយនេះហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៅលើបច្ចេកវិទ្យាថ្មីៗក៏ដូចជាកាមេរ៉ាថ្មីៗអរគុណច្រើនបាយ